ខ្ញុំនឹងមកតបទៅកាន់ comment សម្រាប់ interior បើសិនជាមាន LED ខាងក្រោមធ្នើអ្នកទាំងអស់គ្នាគួរតែចាក់ texture បែបនេះ PNG file ចូលទៅក្នុង SketchUp យើងឲ្យហើយដើម្បី render AI ទៅវាស្គាល់ហើយខ្ញុំនឹងបង្ហាញពីការគូរ LED នេះដោយប្រើ plug-in ព្រោះជាទូទៅយើងគូរ rectangle ហើយយើងចាក់ texture ចូលហ្មងយើងពុះវែងខ្លីទៅតាមទំហំនៃ LED ទៅប៉ុន្តែបើសិនជាបន្ទប់យើងមាន LED ច្រើននឹងចំណាយពេលរៀងយូរដែរប៉ុន្តែបើសិនជាយើងប្រើ plug-in វាងាយស្រួលហើយវាលឿនជាងអញ្ចឹងយើងគូរ object មួយសិនមកដើម្បីចាក់ texture LED យើងចូលហើយយើង rename ឲ្យស្រួលយល់មួយមកទំហំ texture ខ្ញុំប្រើ100បន្ទាប់មកទៀតយើងគូរ object មួយទៀតដែលទំហំដូចទំហំ texture យើងដែរ100ហើយកម្រាស់យើងពុះយក 5mm មកយើងត្រូវ select ទៅលើកម្រាស់នៃ object ហ្នឹងហើយយើងទៅយក plug-in របស់យើងថ្ងៃនេះគឺខ្ញុំប្រើ plug-in profile dialog សញ្ញាបូកដើម្បីបង្កើតវាហើយយើង rename ឲ្យស្រួលយល់មួយមកខាងលើនេះគឺយើងត្រូវតែ select យក top left ដើម្បីឲ្យមាន snap ស្រួលគូសចំពោះកន្លែងនេះដែរគឺជាទំហំនៃ object របស់យើងបើសិនជាយើងចង់ព្រីព្រមអីយើងកែឡើងនឹងបានណាមិនបាច់ទៅគូរ object ថ្មីទេចំពោះកន្លែង material គឺយើងត្រូវតែទៅយក material ដែលយើងចាក់ពីដំបូង texture LED ហ្នឹងចូលមករួចរាល់ហើយអញ្ចឹងដើម្បីគូសយើងត្រូវ select លើ tool នេះដែលឈ្មោះថា Wheel ណាចុចតែពីរ click ទេ1 2ប៉ុណ្ណឹងរួចរាល់ហើយបើយើងចង់ highlight នេះចង់យើង select លើ object ហ្នឹងហើយយើង right click យក soft and smooth នេះមកបើសិនជាមានអារម្មណ៍ថា texture យើងពណ៌រៀងទឹកក្រូចដិតពេកយើងអាចចូលមកសេរីពណ៌នៅនេះបានណាតោះអញ្ចឹងយើង render scene នេះមួយមកយើងចូលទៅកាន់ plug-in របស់យើងហើយយើងចុចពាក្យថា capture viewport ដើម្បីផាស view ហ្នឹងចូលមកកាន់ plug-in ខ្ញុំនឹងប្រើ analyze DNA preset គឺខ្ញុំប្រើ nan សម្រាប់ render style នេះគឺយើង select យក interior quality រូបគឺខ្ញុំសាកប្រើ Macation light exterior ខ្ញុំយក less warm light interior នេះគឺយើងត្រូវតែបើក cabinet LED ប៉ុណ្ណឹងមកយើង render មកខ្ញុំចង់ផ្លាស់ប្ដូរមក view ទៀតអញ្ចឹងយើងចូលទៅកាន់ SketchUp យើងសិនយើងទៅរក view ដែលយើងចង់ដូរសិនណាបន្ទាប់មកទៀតយើងចូលមកកាន់ plug-in យើងមិញវិញយើងចុច recapture មក view មិញវាចូលហើយយើងចុច render មករួចរាល់ហើយអញ្ចឹងសាកមក view ទៀតទៅ SketchUp scene ចូល plug-in ចុចពាក្យថា recapture ហើយ renderសម្រាប់ plug-in អ្នកទាំងអស់គ្នាអាចចូល download Telegram channel link ខាងលើនេះបាន